នេះគឺហាត់រយៈពេល6 ឆ្នាំកន្លះហើយកូនមានពីអាយុ9អាយុ8អាយុ7អាយុ6អាយុ40អាយុ30ចំពោះខ្ញុំ2ឆ្នាំទៀត80ហើយសបាយហើយអរគុណដល់ម្ចាស់បរិយពេញហួតខ្ញុំសរសើរមែនដោយថាទី1គាត់បានដេកបានល្អណាស់ស្ទួយមួយសួនច្បារកន្លែងហាត់ប្រាណណាកន្លែងអាងហែលទឹកមានសពគ្រប់ទាំងអស់ឲ្យយើងអាចទៅជ្រើសរើសយកកន្លែងណាក៏បានដែរហើយទី2គឺថាអ្នកដែលមករស់នៅក្នុងបរិយពេញហួតនេះក៏សិតតែជាអ្នកមានសិលធម៌ណាពួកអីខ្ញុំរស់នៅនេះតាំងពីឆ្នាំ2013ខ្ញុំចូលមកនេះតាំងឆ្នាំ2013អញ្ចឹងខ្ញុំមកនៅនេះតាំងពីភាពស្ងាត់អញ្ចឹងដូចថាមករស់នៅទីនេះគឺយើងមានសេចក្តីសុខទី1គឺយើងមានសេចក្តីសុខយើងអត់មានភ័យខ្លាចអីទី2គឺថាបរិស្ថាននៅក្នុងទីនេះគឺថាល្អសម្រាប់យើងមានអារម្មណ៍ល្អយើងចង់ទៅសួនអឺរ៉ុបញ៉ាំអីនៅពេលយប់ security ល្អអត់បញ្ហាអញ្ចឹងណាអញ្ចឹងថាសប្បាយចិត្តទៅយើងមកទៅអស់កម្លាំងមកពីដំបងដល់ហាត់ហើយគឺមានកម្លាំងហ្មងចាក្លៀនបាយពេលហាត់ហើយក្លៀនបាយពេលដែលបងអ៊ំហាត់ប្រាណហើយបងអ៊ំមានអារម្មណ៍ថាស្រួលខ្លួនស្រាលខ្លួនណាអញ្ចឹងច្បាប់ក្បាច់ថៃជីកនេះគាត់ធ្វើឲ្យយើងសម្រួលសរសៃឲ្យយើងទាំងអស់ឲ្យស្រួលខ្លួនអញ្ចឹងយើងមានអារម្មណ៍ថាយើងមានសុខភាពល្អទៅចែកនេះលេងសប្បាយហ្មងគឺថាមានទុកកង្វល់អីនៅផ្ទះគឺមកសប្បាយហើយផ្លិចទុកកង្វល់អស់អញ្ចឹងសប្បាយហូរអញ្ចឹងដូចថាក្រុមថៃជីកាន់តកើនឡើងដូចថាគាត់គិតថាគាត់មកហាត់អញ្ចឹងទៅពីព្រោះការហាត់ប្រាណនេះអត់មានគិតជាលុយកាក់អីទេណាឡើយសើគាត់ចំណាយពេលវេលាផគាត់ហាត់ក្នុងគាត់ហើយគាត់ចង់ប្រមូលគ្នាយើងទាំងអស់ឲ្យមកធ្វើសរសៃអញ្ចឹងទៅដើម្បីឲ្យចាស់យើងស្រួលហើយក៏វាមានភាពសាមគ្គីគ្នាមានបង្កើតនៅសេចក្តីស្រឡាញ់ពិសេសគឺបង្កើតនៅសេចក្តីស្រឡាញ់គ្នាទៅវិញទៅមកម៉ែនៅពេញហួតហ្នឹងក៏បន្តិចឆ្នាំដែរជិត10ឆ្នាំដែរហើយកូនពៅអើយការដែលយើងហាត់នៅក្នុងសហគមន៍នេះវាមានអត្ថប្រយោជន៍ច្រើនទី1គឺយើងបានមានភាពសាមគ្គីភាពគ្នាទូលំទូលាយទំនាក់ទំនងគ្នាទៅវិញទៅមកទី2យើងរួមសាមគ្គីគ្នាបានល្អហើយយើងបានប្រឹក្សាពីសុខភាព